ខ្ញុំស្មានតែអាហេងនៅមានចិត្តលើសាងយូអានទៀតតើមើលទៅខ្ញុំចេះតែគិតច្រើនខ្លួនឯងទេសាងយូអាននាងនៅតែដដែលសោះសុខចិត្តបោះបង់គ្រប់យ៉ាងដើម្បីតែលុយហ្មង7ឆ្នាំមុននាងបានបោះបង់ខ្ញុំចោល7ឆ្នាំក្រោយនាងហ៊ានលះបង់សំបីតែគិតយកខ្លួនឯងទៀតណោះបើខ្ញុំប្រាប់លូហេងថារ៉ូជាកូនស្រីរបស់គាត់ប្រហែលជាព្រមចេញថ្លៃវះកាត់បដូរក្រលៀនឲ្យកូនមិនខានលូហេងខ្ញុំមានរឿងចង់ប្រាប់លោកយើងអាចទៅនិយាយគ្នានៅខាងក្រៅបន្តិចបានទេម៉ូរ៉ាននិងខ្ញុំរៀបនឹងភ្ជាប់ពាក្យនឹងគ្នាហើយបើមានអីចង់និយាយនាងអាចនិយាយនៅមុខគូដណ្ដឹងខ្ញុំហ្មងមករវាងពួកយើងគឺគ្មានរឿងអីត្រូវលាក់បាំងនឹងគ្នាទេលូហេងគេមានជីវិតថ្មីបាត់ទៅហើយខ្ញុំមិនអាចទៅរំខានគេទៀតទេគ្មានអីទេខ្ញុំគ្រាន់តែចង់ប្រាប់ថាក្នុងនាមជាមិត្តរួមថ្នាក់ចាស់នឹងគ្នាឯងអាចឲ្យលុយធីបថែមបន្តិចទៀតបានអត់សាងយូអានថ្ងៃនេះយើងកំពុងតែអារម្មណ៍ល្អផងលុយធីបអស់នេះឲ្យឯងទាំងអស់មកទៅចុះសាងយូអាននាងឯងនេះពិតជាងាយយកលុយទិញបានមែនគឺពិតជាគួរឲ្យខ្ពើមណាស់កុំចាញ់បោកទង្វើគួរឲ្យអាណិតរបស់នាងឲ្យសោះ7ឆ្នាំមុនសាងយូអានមើងងាយខ្ញុំថាត្រឹមជាអក្រីក្រម្នាក់លេងសើចនឹងអារម្មណ៍ខ្ញុំហើយបោះបង់ខ្ញុំចោលដូចសត្វឆ្កែអញ្ចឹងការឈឺចាប់ដែលខ្ញុំធ្លាប់ឆ្លងកាត់នាងត្រូវតែទទួលរងវាទាំងអស់សម្ដែងបានល្អតើសាងយូអានដោយសារលូហេងគេលែងត្រូវការនាងហើយទ្វារផ្ទះខ្ញុំបើកចំហជានិច្ចសម្រាប់នាងណាបើអស់ផ្លូវដើរហើយអាចមករកខ្ញុំបានគ្រប់ពេលតោះពួកយើងរំសាយគ្នាទៅគួរឲ្យធុញណាស់តោះទៅបើ7ឆ្នាំមុនខ្ញុំជាអ្នកជ្រើសរើសផ្លូវនេះខ្ញុំក៏ត្រូវតែទទួលយកផលវិបាកខ្លួនឯងដែរលូហេងគេមានជីវិតថ្មីបាត់ទៅហើយចាំតែរੂវះកាត់រួចរាល់ខ្ញុំនឹងនាំកូនចាក់ចេញពីទីក្រុងនេះហើយសុំទោសមេខ្ញុំមកយឺតហើយសាងយូអានថ្ងៃនេះមានភ្ញៀវធំរៀបជាប់ពាក្យណាបើឯងធ្វើឲ្យខូចការមិនបាច់មកធ្វើការទៀតទេវើយចាខ្ញុំនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពខ្ញុំយកខោអាវទៅទុកសិនហើយជប់សិនអត់ពេលទេយកវាមកឲ្យខ្ញុំហ្មងមកខ្ញុំយកទៅទុកខ្លួនឯងឆាប់ទៅលូហេងស៊ូម៉ូរ៉ានឬមួយក៏អ្នកដែលភ្ជាប់ពាក្យថ្ងៃហ្នឹងគឺជាពួកគាត់ម៉ូរ៉ានឲ្យចាំអស់7ឆ្នាំទីបំផុតកូនខ្លាយជាកូនប្រសាស្រីម៉ាក់ហើយពេលកូនទាំងពីររៀបការប៉ានឹងកាត់ភាគហ៊ុន20%របស់ក្រុមហ៊ុនស៊ូធ្វើជាចំណងដៃឲ្យរ៉ានកុំបារម្ភអីឲ្យតែម៉ូរ៉ានរៀបការចូលគ្រួសារខ្ញុំច្បាស់ជាមើលថែគេដូចកូនស្រីបង្កើតអញ្ចឹងរ៉ានជាកូនស្រីតូរបស់ខ្ញុំតម្រូវអីត្រឹមភាគហ៊ុន20%ហ្នឹងថ្ងៃក្រោយបើខ្ញុំនឹងប៉ាគេចាស់ទៅក្រុមហ៊ុនស៊ូទាំងមូលនឹងប្រគល់ឲ្យរ៉ាននិងលូហេងជាអ្នកគ្រប់គ្រងហើយអាហេងកូនមិនឆាប់អរគុណម៉ាក់ក្មេកទៀតកងដៃត្បូងថ្មនេះជាតំណាងឲ្យកូនប្រសារស្រីត្រកូលលូទុកពាក់ទៅក្មួយចាអរគុណអ្នកមីងលូហេងសូមអបអរសាទរពិធីភ្ជាប់ពាក្យលោកផងណាការងារកញ្ញាសែងពិតជាមានច្រើនសពមុខមែនឬមួយក៏នាងកំពុងតែតាមដានខ្ញុំចង់ដឹងថាខ្ញុំនិងស៊ូម៉ូរ៉ែនភ្ជាប់ពាក្យនឹងគ្នាពិតមែនឬអត់មែនទេលោកខ្ញុំធ្វើការនៅទីនេះរហូតមកតើលោកនិងកញ្ញាស៊ូស័ក្តិសមគ្នាណាស់គ្មានអ្នកណាសង្ស័យទេថាការភ្ជាប់ពាក្យលោកជាការក្លែងបន្លំនោះសេងយូអាននាងនៅតែតាមយាយីខ្ញុំហ្មងខ្ញុំមិនបណ្ដោយឲ្យនាងដណ្ដើមលូហេងពីខ្ញុំម្ដងទៀតទេសេងយូអានសាងយូអានអាហេងទើបតែអាចបំភ្លេចរឿងកាលពី7ឆ្នាំមុនបានទេខ្ញុំសូមអង្វរឯងកុំធ្វើបាបចិត្តគាត់ទៀតអីណាថ្ងៃនេះគ្រាន់តែចៃដន្យទេខ្ញុំទៅឥឡូវហើយមិនរំខានអ្នកទាំងអស់គ្នាទៀតទេខ្សែដៃខ្ញុំកូនកើតអីហ្នឹងសាងយូអានខ្ញុំដឹងថាឯងខឹងខ្ញុំដែលដណ្ដើមអាហេងពីឯង
តែអញមិនគួរបោកខ្សែដៃដែលអ្នកមីងឲ្យខ្ញុំចោលអញ្ចឹងសោះហ្មងថ្លើមធំមែនអញដឹងទេថាខ្សែដៃនេះមានតម្លៃជាងជីវិតអញទៅទៀតសាងយូអាននាងអញធ្លាប់ធ្វើបាបលូហេងម្ដងរួចមកហើយនេះចង់ធ្វើបាបគេជាលើកទី2ទៀតមែនទេខ្ញុំអត់ទេខ្ញុំពិតជាមិនបានធ្វើមែនអ្នកមីងខ្សែដៃនេះមានតម្លៃជាង100លានឯណោះយើងមិនអាចប្រងើយកន្តើយបានទេមើលនាងទៅគ្មានលទ្ធភាពសង្សោះហ្មងខ្ញុំថាយើងគួរតែប្តឹងប៉ូលីសទៅទេរូរូកំពុងត្រូវការខ្ញុំជាងគេនៅពេលនេះខ្ញុំមិនអាចជាប់គុកបានទេខ្ញុំជាប់គុកអត់បានទេខ្ញុំសុំអង្វរដោះលែងខ្ញុំទៅណាតែខ្សែដៃនេះជាតំណាងឲ្យកូនប្រសារស្រីរបស់គ្រួសារលូណាទោះបីជាខ្ញុំព្រមដោះលែងឯងក៏អ្នកមីងលូមិនព្រមដែរសាងយូអានកុំគិតថាខ្ញុំមើលល្បិចនាងឯងមិនធ្លុះឲ្យសោះខ្ញុំមិនទុកឱកាសឲ្យនាងឯងបំផ្លាញលូហេងម្ដងទៀតជាដាច់ខាតមេធាវីចាងឲ្យនាងជាប់គុកវាងាយស្រួលពេកហើយគ្រូសាត្រកូលលូកំពុងត្រូវការអ្នកបោសសម្អាតទុកឲ្យនាងធ្វើការសងបំណុលចុះអាហេងខ្សែដៃនេះតម្លៃជាង100លានណាទោះនាងធ្វើការអស់មួយជីវិតក៏សងមិនគ្រប់ដែរអាហេងកូននៅខ្វល់ពីសាងយូអានទៀតមែនទេម៉ាក់គិតថាខ្ញុំនឹងខ្វល់ពីមនុស្សស្រីដែលធ្លាប់ចាត់ទុកខ្ញុំជាមនុស្សល្ងងអញ្ចឹងមែនទេខ្ញុំចង់ឲ្យនាងសង្កម្មឲ្យខ្ញុំហើយរស់នៅរងទុក្ខអស់មួយជីវិតមកសាងយូអានស្លៀកពាក់សិចស៊ីអញ្ចឹងនាងចង់តាក់ទាញអាហេងមែនទេអ្នកនាងស៊ូមិនបាច់មកចងគំនុំជាមួយខ្ញុំទេខ្ញុំមិនតាក់ទងលូហេងរបស់អ្នកនាងឡើយខ្ញុំគ្រាន់តែចង់សង្ថ្លៃខ្សែដៃនេះឲ្យរួចរាល់រួចខ្ញុំនឹងចេញទៅហើយមិនមកឲ្យអ្នកនាងឃើញមុខទៀតទេចា៎សាងយូអាននាងមិនអាចទៅណាបានទាំងអស់ខ្ញុំនឹងឃុំនាងនៅទីនេះឲ្យនាងមើលខ្ញុំជោគជ័យហើយរៀបការមានកូនជាមួយស្រីផ្សេងខ្ញុំចង់ឲ្យនាងរស់នៅឈឺចាប់ដោយវិប្បដិសារីអស់មួយជីវិតហ្មងមើលទៅលូហេងពិតជាលែងខ្វល់ពីសាងយូអានទៀតហើយតើសម្លឹងមើលស្អីនាងគិតថាគាត់នៅតែជួយនាងទៀតមែនទេសាងយូអានការរៀនមហាវិទ្យាល័យខ្ញុំស្អប់មុខនាងណាស់ទៅហើយមកដល់ពេលនេះខ្ញុំកាន់តែខ្ពើមនាងជាងមុនទៅទៀតហ្មងបើឯងព្រមនៅឲ្យឆ្ងាយហើយមិនមកបង្ហាញមុខក្បែរអាហេងទេនោះអញប្រហែលជាព្រមដោះលែងឯងបាត់ទៅហើយតែពេលនេះកុំបន្ទោសអញថាចិត្តអាក្រក់ឲ្យសោះណាអូយឈឺណាស់នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះផ្ទះកំភ្លៀងវាតតែខូចមុខហ្មងទៅនាងស៊ូមិនចាំបាច់ចងគំនុំជាមួយខ្ញុំទេខ្ញុំមិនទៅតាក់ទងលូហេងរបស់អ្នកនាងឡើយខ្ញុំគ្រាន់តែចង់សង្ថ្លៃខ្សែដៃនោះឲ្យរួចរាល់បន្ទាប់មកខ្ញុំនឹងចេញទៅហើយមិនមកឲ្យអ្នកនាងឃើញមុខទៀតឡើយម៉ាក់បានញ៉ាំបាយប្រអប់ដ៏សែនឆ្ងាញ់របស់ខ្ញុំហើយគាត់ច្បាស់ជាសប្បាយចិត្តខ្លាំងហ្មងលោកពូសង្ហាចុះលោកពូមកទីនេះដែរមែនក្មួយឯងជាក្មេងស្រីកាលពីថ្ងៃមុនតើណោះទីនេះជាផ្ទះរបស់ពូចុះក្មួយមកទីនេះធ្វើអីដែរអញ្ចឹងលោកពូគឺជាថៅកែដែលឲ្យការងារថ្មីទៅម៉ាក់ខ្ញុំមែនទេខ្ញុំយកបាយថ្ងៃត្រង់មកឲ្យម៉ាក់ខ្ញុំហាចុះម៉ាក់របស់ក្មួយឈ្មោះអីដែរម៉ាក់ខ្ញុំឈ្មោះសាងយូអានចាប្រាប់ពូម្ដងទៀតមើលតើម៉ាក់ក្មួយឈ្មោះអីសាងយូអានចានឹងហើយជាឈ្មោះម៉ាក់ខ្ញុំចាំមិនខុសទេចាចុះក្មួយអាយុប៉ុន្មានហើយខ្ញុំអាយុ6ឆ្នាំហើយចាចុះប៉ាក្មួយវិញប៉ាក្មួយនៅឯណាម៉ាក់ខ្ញុំប្រាប់ថាកាលខ្ញុំនៅតូចប៉ាខ្ញុំចេញទៅវាជាមួយបេសាច់បាត់ហើយក្មេងម្នាក់នេះអាចជាកូនស្រីរបស់ខ្ញុំទេដឹងតោះពូនាំក្មួយទៅរកម៉ាក់ចាំមួយផ្លែតសិន
លូហេងឆាប់ទៅចុះសម្បត្តិអាពីពីជាមួយម៉ូរ៉ានឲ្យបានលឿនទៅម៉ាក់ចង់បីចៅឆាប់ណាកូនចាំមើលសិនទៅម៉ាក់តោះក្មួយយើងទៅសាងយូអានបើឯងងាប់នៅទីនេះឯងគិតថាអាហេងវានឹងសប្បាយចិត្តជាងមុនអត់ទេខ្ញុំងាប់មិនបានទេខ្ញុំមិនទាន់ចង់ស្លាប់ទេអញ្ចឹងឲ្យនាងផឹកទឹកបន្តិចទៅមើលសាងយូអានពេលនេះឯងដឹងហើយតើណោះថានឹងមានរឿងអីកើតឡើងបើហ៊ានទៅវាជាមួយយើងនោះម៉ាក់កុំប៉ះម៉ាក់ខ្ញុំណាម៉ាក់មានរបួសហើយម៉ាក់មិនអីទេរូកូនឆាប់រត់ទៅលឿនទៅរូមិនទៅណាទេម៉ាក់នៅទីណាកូននៅទីនឹងដែរមីក្មេងចង្រៃនេះទៀតហើយសាងយូអានអញពិតជាមានសមត្ថភាពមែនណោះមិនត្រឹមតែដើរតាក់ប្រុសពីវាលពីកៅទេថែមទាំងមានកូនអត់ខាន់ស្លាមួយទៀតតាណោះរូមិនដឹងអីទេកុំប៉ះកូនខ្ញុំអីឯងកាន់តែហាមយើងកាន់តែចង់ធ្វើតើយកវាមកនេះមកសាងយូអានឃើញនាងខូចចិត្តថែមទាំងអស់សង្ឃឹមបែបនេះទៀតរឹតតែធ្វើឲ្យខ្ញុំសប្បាយចិត្តថ្មងអាហឹងអូនគ្រាន់តែចង់ចេញមុខការពារបងតើសាងយូអានខ្ញុំសួរនាងតែម្ដងគត់រូតើក្មេងនេះជាកូនខ្ញុំមែនអត់លូហឹងជាប់ពាក្យជាមួយស៊ូម៉ូរ៉ានបាត់ទៅហើយខ្ញុំមិនអាចរំខានជីវិតគាត់ទៀតទេមិនមែនទេនាងកំពុងតែកុហកឆ្នាំនេះរូអាយុ6ឆ្នាំហើយយើងបែកគ្នា7ឆ្នាំមិននឹងអាចថាមិនមែនជាកូនខ្ញុំទៅលោកនៅចាំទេការដែលប៉ាម៉ាក់រៀបចំឲ្យខ្ញុំមើលចិត្តគ្នាពីមុននោះក្មេងនេះគឺជាកូនរបស់គាត់នាងនិយាយថាម៉េចគ្រាន់តែបែកពីខ្ញុំភ្លាមនាងទៅដេកជាមួយអាមួយនោះមកមែនទេពួកយើងជាប្តីប្រពន្ធស្របច្បាប់តើធ្វើបែបហ្នឹងមិនសមទេអីខ្ញុំនៅសង្ឃឹមស្អីទៀតទៅសាងយូអានមិនដែលស្រឡាញ់ខ្ញុំឡើយមិននឹងនាងព្រមមានកូនជាមួយខ្ញុំទៅអាហឹងនាងបោកប្រាស់អារម្មណ៍បង7ឆ្នាំហើយណាអូនទ្រាំលេងបានមែនទែនទើបអូនសម្រេចចិត្តវីនាងបែបនេះបងឯងអត់ខឹងអូនទេត្រូវអត់